ចំណុចដែលខ្ញុំពេញចិត្តលើ Mazda EV E60 Series ឆ្នាំ2026បងប្អូននេះគឺជា Mazda EV E60 Max Series ឆ្នាំ2026ជាប្រភេទ Lanakisini Sot ដែលសាកថ្មមួយពេញគឺវាអាចរត់បានចម្ងាយរហូតដល់ជាង600គីឡូម៉ែត្រនិងមានតម្លៃ$36,500នៅទីផ្សារកម្ពុជាវាត្រូវបាន design មកជាប្រភេទ Luxury SUV ដែលបានបំពាក់មកជាមួយនឹង motor Kisini ដែលមានកម្លាំង190គីឡូវ៉ាត់ហើយវាអាចផលិតកម្លាំងសេះបានរហូតដល់255 horsepower អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកចំនួន5ចំណុចដែលខ្ញុំពេញចិត្តទៅលើ Mazda EV E60 Max Series 2026ហ្នឹងណាចង់នឹងថាតើ5ចំណុចហ្នឹងមានអីខ្លះបងប្អូនអាចតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទចុះមកដល់ចំណុចទី1ទាក់ទងទៅនឹងភាពសំចៃដោយសារតែវាជាប្រភេទ EV Sot វាប្រភេទ Lanakisini Sot អញ្ចឹងវាចំណាយប្រចាំថ្ងៃក៏ដូចជាប្រចាំខែគឺតិចតួចមែនតើប៉ុន្តែវាមានឧបសគ្គតិចតួចដែរគឺនៅពេលដែលយើងចុះខេត្តម្ដងម្កាលអីវាពិបាកក្នុងការរកកន្លែងសាកថ្មអញ្ចឹងណាព្រោះអីខេត្តខ្លះគឺវាអត់មានកន្លែងសាកថ្មគ្រប់គ្រាន់សម្រាប់យើងធ្វើការសាកនោះទេបាទចុះមកដល់ចំណុចទី2នេះគឺទាក់ទងនឹងតម្លៃគឺតម្លៃសមរម្យអាចទទួលយកបានដោយសារតែមាន option ច្រើនសម្បូរបែបក៏ដូចជាប្រព័ន្ធសុវត្ថិភាពអីហ្នឹងគឺវាច្រើនគួរសមដែរដូចជាប្រព័ន្ធចាប់បានបន្តនៃស្វ័យប្រវត្តិប្រព័ន្ធនៃសារកណ្ដុងផ្លូវកំណត់ល្បឿនបើកបរនៅតាមយានយន្តនៅខាងមុខមានដូចជាប្រព័ន្ធជួសជុលដោយស្វ័យប្រវត្តិអីជាដើមបាទហើយសម្រាប់ចំណុចទី3គឺជាចំណុចដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺ design បណ្ណាខាងមុខគឺវាបានមកពាក់មកជាមួយនឹង LED ដ៏ស្រស់ស្អាតមិនថាបើកនៅពេលថ្ងៃឬក៏ពេលយប់ទេគឺមើលទៅគឺបន្ថែមសម្រស់រថយន្តរបស់យើងកាន់តែស្រស់ស្អាតបន្ថែមទៀតអញ្ចឹងហើយគឺជាលក្ខណៈ unique របស់ EZ60 ហ្នឹងតែម្ដងដែលអត់ច្រឡំជាមួយរថយន្តដទៃទៀតហើយចូលមកដល់ចំណុចទី4នោះទាក់ទងនឹងការបើកបរគឺមានផាសុកភាពដោយសារតែវាងាយស្រួលក្នុងការបត់បែនគឺវាជាប្រភេទចង្កូតអេឡិចត្រូនិកហើយសម្រាប់ចំណុចទី5ចុងក្រោយទាក់ទងនឹងកៅអីរបស់វាជាប្រភេទកៅអីស្បែក edition ទន់ស្រួលក្នុងការអង្គុយហើយយើងអាចធ្វើការសេរី massage ក្តៅត្រជាក់បានមានសម្រាប់ជើងទម្រផងដែរហើយយើងអាចសេរីទៅតាមតម្រូវការរបស់យើងក្នុងការអង្គុយអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងពុកម៉ែបងប្អូនយល់យ៉ាងណាដែរអាចធ្វើការ comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណហើយជួបគ្នានៅវីដេអូបន្ត